សួស្តីបងប្អូនទាំងអស់គ្នាក្នុងថ្ងៃនេះខ្ញុំនឹងយកមេរៀនមួយគឺទាក់ទងនឹងមូលដ្ឋានគ្រឹះនៃ Excel សម្រាប់បងប្អូនដែលទើបតែចង់រៀន Excel ថ្មីថ្ងៃនេះខ្ញុំនឹងយកមេរៀនមួយគឺមេរៀនដែលបង្កើតតារាងរបស់ Excel សម្រាប់បងប្អូនដែលទើបតែរៀន Excel ថ្មីអញ្ចឹងកុំឲ្យខាត់ពេកយូរយើងចូលទៅ Excel ទាំងអស់គ្នាបាទក្នុងនេះខ្ញុំបាទចង់សរសេរឈ្មោះឬហើយអស់ហើយនៅតែដាក់តារាងទេអញ្ចឹងខ្ញុំសរសេរហើយអស់ចឹងកុំឲ្យវីដេអូយើងរៀងអនឡាញវែងពេកអញ្ចឹងចូលទៅដាក់តារាងទាំងអស់គ្នាបាទមុនដំបូងយើងអស់សេលទាំងអស់មកបាទទៅមកយើងចូលមកនេះដៃនេះចុចលើផ្លែស្នាព្រួយនេះមកវាមាន option វាច្រើនបាទបងប្អូនទាំងអស់គ្នាអាចមើលបាន option ច្រើនចុចខ្ញុំយក option មួយនេះបាទរកពីលើមក1 2 3 4 5 6នេះ option ទី6នេះបាទយើងចុចលើវាប៉កបាទនេះបង្កើតបានតារាងអីនេះអញ្ចឹងយើងចង់ដឹងថាពេលយើងចូល print ទៅវាត្រឹមត្រូវនឹងกระดาษបាទអញ្ចឹងយើងចូលទៅពាក្យ free ចូលមកពាក្យ print ឃើញថាกระดาษរបស់យើងអត់ពេញกระดาษកិច្ចការល្អទេអញ្ចឹងយើងចូលទៅកែវាបន្ថែមអស់វាចឹងចូលទៅក្នុងទៀតយើងប្រើលើ keyboard បានដែរយើងចុចពាក្យcontrol ជាមួយនឹង Alt P នេះចឹងវាកើតតារាងរបស់យើងមានតែប៉ុណ្ណឹងបើជាចុងក្រោយសូមអរគុណសម្រាប់បងប្អូនដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំបាទហើយកុំភ្លេចចុច Subscribe របស់ Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូទាក់ទងនឹងចំណេះដឹង Excel ថ្មីៗជាច្រើនទៀតសូមអរគុណសូមគោរពលា